ចបននេះយើងឃើញហើយណាលោកជីវកេងដែលជាប្រធានតុលាការកំពូលនេះជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនហើយយើងទៅរស្វែងរកយុទ្ធធម៌យ៉ាងម៉េចជាពិសេសអ្នកនយោបាយដែលត្រូវបានគេចោទក្បត់ជាតិគេចោទផ្ដួលរំលំរដ្ឋាភិបាលអីណាយើងទៅរកយុទ្ធធម៌ម៉េចបើសិនជាសាលាដំបងកាត់សេចក្តីយើងមិនពេញចិត្តទៅអូតូយើងមិនពេញចិត្តទៅកំពូលហើយកំពូលប្រធានតុលាការកំពូលហ្នឹងជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនយើងទៅរកយុទ្ធធម៌យ៉ាងម៉េចទៅបើប្រធានតុលាការកំពូលជាសមាជិករបស់គណៈបកនយោបាយដែរហ្នឹងហើយទៅកាត់សេចក្តីជាមួយនឹងគណៈបកនយោបាយផ្សេងមិនត្រឹមតែប៉ុណ្ណោះយើងឃើញថាទៅបំពេញរដ្ឋធម្មនុញ្ញទៅទៀតខ្លួនឯងជាអ្នកធានាណាទៅលើការគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញប៉ុន្តែខ្លួនឯងបែរជាទៅមិនគោរពរដ្ឋធម្មនុញ្ញបើយើងទៅពិនិត្យមើលមាត្រា8យើងទៅពិនិត្យមើលទៅនៃរដ្ឋធម្មនុញ្ញតុលាការកំពូលជាអ្នកដែលការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានព្រះមហាក្សត្រជាប្រមុខប៉ុន្តែឥឡូវតុលាការកំពូលអត់បានធានាទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋទេអត់បានការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋទេបែរទៅជាទៅដកសិទ្ធិពលរដ្ឋទៅវិញទៅដកសិទ្ធិលោកកឹមសុខាទៅដកសិទ្ធិលោករងឈុនមិនអោយឈរឈ្មោះឲ្យគេបោះឆ្នោតមិនអាចបោះឆ្នោតឲ្យគេបានហាមិនអោយនិយាយជាសាធារណៈណាហាមិនអោយចូលវេទិកាជាសាធារណៈអ្មិនទៅអញ្ចឹងទៅវិញឬក៏ធ្វើយូរទៅវាភ្លេចតួនាទីអស់ទៅហើយឬក៏យ៉ាងម៉េចឬក៏ប្រឹងយកចិត្តមេហ្នឹងក៏យកយ៉ាងម៉េចខ្ញុំឆ្ងល់មែនទែនហ្មងរឿងរ៉ាវមកកគុកឆ្លោះជាមួយថៃហ្នឹងក៏មិនទាន់ដោះស្រាយអីបានស៊ីបានជាដុំកពួនណាប៉ុន្តែអារឿងសកត់កគ្នាឯងនេះក៏អត់ភ្លេចដែរអត់ចេះភ្លេចហ្មងអត់ចេះភ្លេចទេហើយយើងគិតមើលទៅពឹងអាជ្ញាធរទៅពឹងរដ្ឋាភិបាលអត់បានទៅតាមតុលាការបានខ្លាយទៅជាឧបករណ៍របស់អ្នកនយោបាយទៅហើយមិនមែនដើរតួជាអ្នកដែលរក្សាការពារយុត្តិធម៌សម្រាប់ពលរដ្ឋទេណាបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាតុលាការនេះគឺជាស្ថាប័នដែលបំផ្លាញប្រព័ន្ធយុត្តិធម៌កម្ពុជាទៅហើយប៉ុន្តែដែលធ្វើការវាតម្លៃខ្លួនឯងទេអស់លោកចៅក្រមទាំងឡាយនោះដែលធ្វើការវាតម្លៃទេហើយវាតម្លៃហ្នឹងវាតម្លៃមានបានស្ដាប់សម្លេងពលរដ្ឋទេចេះខ្មាស់គេទេសំខាន់ណាស់អាចចេះខ្មាស់គេហ្នឹងមានបានគិតគូរទុកកិត្តិយសគេឈ្មោះឲ្យកូនចៅចំនួនក្រោយអីខ្លះទេមើលទៅបើថាចង់ដោះខ្លួនអីមិនទេអាចប្រឹក្សាជាមួយខ្ញុំបានព្រោះខ្ញុំមានវិធីខ្ញុំដោះខ្លួនរួចពីអន្ទាក់មកខ្ញុំមានវិធីអញ្ចឹងបើថាចង់ប្រឹក្សាឲ្យបានទៅប៉ុន្តែអ្វីដែលសំខាន់គឺនៅមានឱកាសនៅក្នុងការទុកគេឈ្មោះកិត្តិយសសម្រាប់ឲ្យកូនចៅចំនួនក្រោយរបស់ខ្លួនខ្លះផងទុកឲ្យអ្នកប្រវត្តិសាស្ត្រហ្នឹងគេសរសេរពីចំណុចល្អរបស់យើងខ្លះផងដឹងយើងមើលស្នាដៃអត់មានអីទេក្រៅតែពីរំលាយគណៈបកប្រឆាំងចាត់ការទៅលើមេដឹកនាំគណៈបកប្រឆាំងអត់មានការងារអីក្រៅតែពីប៉ុណ្ណឹងទេតុលាការកំពូលការងារដុំកំភួនប៉ុណ្ណឹងខ្ញុំនិយាយបែបនេះមិនមែនទៅមើលងាយសមត្ថភាពអស់លោកដែលរៀនចប់សញ្ញាបត្រច្បាប់ពីបរទេសពីក្នុងប្រទេសមកទេខ្ញុំអត់និយាយទេប៉ុន្តែកុំភ្លេចថាអស់លោកត្រូវបានគេយកទៅប្រើក្នុងនាមជាឧបករណ៍នយោបាយទៅហើយចំណេះដឹងអស់លោកមិនអាចស្វែងរកយុត្តិធម៌សម្រាប់ពលរដ្ឋបានទៀតឡើយព្រោះវាមានភាពលំអៀងផ្នែកនយោបាយហើយយើងមិនបាច់និយាយណាក្រុមប្រឹក្សាក្រុមអង្គជំនុំជម្រះដែលកាត់ក្តីលោករងឈុនទេវាមានប្រមាណក្រុមទៅទៀតប៉ុន្តែបើយើងមើលប្រធានស្ថាប័នតុលាការកំពូលនឹងតែម្ដងជាសមាជិកអចិន្ត្រៃយ៍របស់គណៈបកប្រជាជនអញ្ចឹងគណៈបកទាំងឡាយណាដែលមាននិន្នាការចង់ប្រកួតប្រជែងជាមួយគណៈបកប្រជាជនហ្នឹងមិនបាច់ទៅប្រកួតអីតែរៀងសម្លេងឡើងតិចតុលាការកំពូលចាត់ការបាត់តុលាការកំពូលចាត់ការចេញសេចក្តីចេញព័ត៌មានមកណាកម្ពុជាអនុវត្តច្បាប់ 100%
nè mình đăng đấy bọn nè đăng tôi bị nứt mơ ô nè anh watch bắp này anh watch bắp rồi bắp này ai đó quay đây sầm khăn á bom ôn quay đây sầm khăn á bom ôn chui tam đàn từ họ kia thế bảo bom ôn thà thế ở đây là ca Campuchia nó rồi cho được thua đã nhom cùng chào kia chứ nhom mình tụi tôi squad là quay đây nó xây series anh vậy thế là ca Campuchia này chỉ là ca rọp thà chỉ là ca đang miền cho được thua đó pan ta nhom chưa thà bọn để dây ai để dây phía xa nâng bán á nè để ai để dây thà là ca Campuchia chỉ là ca đang miền cho được thua bán áกูแต่ตัวจูบกรูเป็ดได้เพื่อการเงียบในทางเป็ดเพลาจัดอะหรือก็มันไปจังเต้ตัวปิดเน็ตนะปิดเน็ตมือปิดเน็ตกบาลมือใครโลเวเมียนปีการเพียบในทางสเต็ปปัญญาเดี๋ยวไอ้ปลาปีออกทางบ้านนั่นนะไอ้บอสเซนจิมัดแพะไอ้บองโอนได้กระโปรงสดับขยมนี่หรือก็มัดแพะไอ้ได้นี่ยัยไอ้นี่ยัยท่าแต่ลากาไม้แต่ลากาหยุดแต่โทษท่าบนเราก็ใบนั้นบองโอนแต่เวชสอบมือใครโลกบาลนั่นวิวิหรือก็ไปพองไอ้มันยางได้ไอ้นี่ยัยพิษาวทางบ้านปัญหาจีตูเต้าเด็กชมฉลองกัดนะจีวัดจีริชกาโนสรกไม้เมียนกาจุเจจีมวยนองโปรวัดชรายังเคยท้าขมิ้นแต่หน้ามวยได้ไอ้ตัวตัวโยบานโยตัวทัวปีตลากาเต้เต้าตลากามาดองเพย์กรุ๊ปขึ้นเพย์นั่งแมนเพย์ได้เรื่องโยตัวทัวประมาณนั้นเพย์อย่าเรื่องออกเลยนั่งตีมวยนั่งสีตัวเราออกโกออกกระใบออกตรอบสมบัติบานกัดใส่กระไดบานกัดใส่กระไดอันนั่งเชียร์ไว้ได้โปรรอดกดเมียนบอดไปเศร้าหนอกน้องปปอนยุติโทษน้องกัมพูชีก็บรรทัดตัวใบอย่างน่ากระดอยเด็กชมตัวปิดเด็ดมือหนอกน้องนะราชนาสมปอนระบาดตลากากับปูเมียนมนุษย์มันเนี่ยเตี้ยได้ยังไอสังคมบานตัวใบก็ได้สังคมนั่งเวียนเอาช่างกระดอยคือองเปรมาสัตยังก็เฉลี่ยดอกกานี่นะส่งควายกราบควายของกุมไปองปัวไปองเชียประเทศเราดองกรมปรึกษาในองเจ้ากรมกัมพูชีทีเนี้ยทีนี้เราประปอนยุทธทัวร์บัชิตสังคมแต่ไปองอ้ายก็เลยมือตกเศร้าประบอกปัวรอดได้ร้องอำเภอยุทธทัวร์กรุกเนี่ยผู้ยังก็ดังสังคมนานาที่เท่เราสังคมเลือใบดาสันเดเพียบสังคมเลือใบดาเศรษฐกิจออดไอสังคมบ้านที่ยังมือแต่ประมาณไงนี่เท่าเคยไงจะรวยจะบอลไปนั่งต่อติดเจ็บชมเยเรื่องนั้นไงเยเรื่องปากกาผมเด้งเนี่ยยังมือการเอาวัดปัญหาตัวใบอย่างน่ากระดอยนะตัวใบอย่างน่ากระดอยอันนี้ชมในเย่ขนมสายจะเรื่องเราบอกลูกครูลงชนนะตัวใบอย่างน่ากระดอยครูลงชนกอดบานคลายซามไว้แต่กลัวจับรองกอดในเย่ท่าบอดยุยงมีตรา490ปรำเตาลุบเจ้าหนึ่งดอลเสรีเพียบเอาโปลรอดปิ้งเล่งนกนกกาไปใจมาเตะดอลเสรีประสันบากนาปะกำลังเกียรติชนะนะประสันบากนาปะกำลังเกียรติชนะก่อนในเย้ขนมเนียมไปจีก่อนในเย้ขนมเนียมจะตีปรึกษาจวนผู้ระบบคณะปะกำลังเชียร์ปัญหาชมสมสนาใช่ชมความโตในการเลือกลายในการทั่ววิสาหกิจกรรมฉบับนั้นชมสนาปีจมูกสนาตีมวยคือสนาตัวคณะปะกำลังเชียร์โยตุสนะระบบรบลงชนนี่โยมาทั่วเชียร์โกลโยบายดับเบิลโฆษณาบอชนาชนะปีปอนมาไพ่ปลปีปอนมาไพ่ปนใบไอ้การโฆษณาในขนมกาบอชนาชนะปีปอนมาไพ่ปนปีปอนมาไพ่ปนใบนี่ตัวสนะระบบลูกครูรองชนในขนมกาเพื่อกำนายตำรงในขนมกาเพื่อวิสาหกิจกรรมฉบับ400 ปรามนี้นะมีตรา400 ปรามนี้ขยมสนาถ้าเธอไม่เอาเพื่อวิสาหกิจกรรมฉบับมาจำนวนทอมประกาศอดอมกรมปรึกษาเพื่อวิสาหกิจกรรมฉบับเต็มดอกผู้มาระยะจงกรอยนี่คณะปะการอำนาจบานประกาศฉบับมาจำนวนทอมได้มีพอลประย้อยสำหรับแต่คณะปะคนไหนได้จังเวียนมีฉบับฉลามตัวที่นกนงกาโยมเอาเพื่อวิสาหกิจกรรมให้หนึ่งลุบเจ้า
ហើយច្បាប់ខ្លះហ្នឹងគឺច្បាប់អត់បានការទេហ្មងឧទាហរណ៍ដូចច្បាប់ឯកពន្ធភាពដែលគេហៅម្យ៉ាងទៀតគេហៅច្បាប់ម៉ារីរ៉ាណារិតច្បាប់ហ្នឹងណាអ្នកមានប្រពន្ធ2ណាជាប់ទោសជាប់អីហ្នឹងប៉ុន្តែមើលមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនមានអាណាមានប្រពន្ធ1ទោះបីមានប្រពន្ធ1ក៏មានស្រី4 5ដែរហើយក៏មិនដែលឃើញកាត់ទោសអ្នកណាជាប់គុកដោយសារមានប្រពន្ធ2ដែរច្បាប់អញ្ចឹងច្បាប់ដល់សញ្ជាតិច្បាប់អីនេះអញ្ចឹងជាសរុបរួមណាសម្រាប់គណៈបកសង្គ្រោះសម្រាប់គណៈបកកម្លាំងជាតិនេះខ្ញុំស្នើក្នុងនាមខ្ញុំជាអ្នកវិភាគនៅក្រៅសេវៀនគណៈបកទេថាធ្វើម៉េចគោលដៅបើសិនជាឆ្នះឆ្នោតធ្វើវិសោធនកម្មច្បាប់ហើយនឹងលុបច្បាប់មួយចំនួនធំចេញអានឹងខ្ញុំមិននិយាយច្បាប់ណាខ្លះទេវាអាស្រ័យលើអ្នកបច្ចេកទេសអ្វីដែលសំខាន់ហ្នឹងគឺទាញច្បាប់ទាំងឡាយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសច្បាប់មួយចំនួនធំហ្នឹងយកមកធ្វើម៉េចឲ្យคล้ายទៅជាច្បាប់មួយដែលមានផលប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រទេសជាតិហើយនិងពលរដ្ឋខ្មែរព្រោះបើតាមខ្ញុំតាមដានគឺច្បាប់មួយចំនួននេះមិនមែនជាច្បាប់ដែលមានផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរទេជាច្បាប់ដែលការពារអំណាចបុគ្គលហើយយើងមើលអ្នកបង្កើតច្បាប់នៅស្រុកខ្មែរសិតតែជាសមាជិកគណៈបកប្រជាជនកម្ពុជារួមទាំងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពផងហើយអាហ្នឹងជាសមាជិកគណៈរដ្ឋមន្ត្រីយើងមិននិយាយវាមកពីកូតាគណៈបកប៉ុន្តែបើយើងទៅមើលតុលាការកំពូលយើងមើលទៅលើតុលាការអតយើងមើលទៅលើណាសាលាដំបងយើងមើលទៅលើក្រមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមខ្ញុំមិនបានពិនិត្យមើលឲ្យគ្រប់មនុស្សទេប៉ុន្តែខ្ញុំមើលទៅគឺសិតតែជាអ្នកដែលមាននិន្នាការគ្រប់គ្រងគណៈបកប្រជាជននៅតែអង្គព្រះមហាក្សត្រមួយទៀតទេអាហ្នឹងយោបល់ដែលខ្ញុំលើកឡើងថាមិនចាំបាច់មិនមែនគ្រាន់តែមាត្រា494 495ទេណាបើសិនជាក្នុងករណីគណៈបកកម្លាំងជាតិឈ្នះឆ្នោតណាអាច្បាប់ព្រមត្តនមួយចំនួននិងច្បាប់រដ្ឋប្រវេណីមួយចំនួនហ្នឹងលុបចោលទៅបង្កើតក្រុមប្រឹក្សាធ្វើកំណែតម្រង់ច្បាប់នៅកម្ពុជាមួយណាតែឈ្នះឆ្នោតហើយយើងបង្កើតបានហើយអាឧត្តមក្រុមប្រឹក្សាស្អីអស់ហ្នឹងទៅរកអ្នកច្បាប់ណាដែលមាននិន្នាការវាស់វែងឡើងវិញហើយគឺលទ្ធផលយើងឃើញហើយសង្ឃឹមថាពលរដ្ឋកម្ពុជាហ្នឹងនឹងទទួលយកលទ្ធផលហ្នឹងទាំងអស់គ្នាហើយខ្ញុំក៏គិតថាបើសិនជាសេចក្តីសម្រេចនេះត្រូវបានសម្រេចដោយអង្គការសហប្រជាជាតិសម្រេចដោយ UN Close ហើយមានន័យថាយើងអត់មានអីត្រូវប្រកែកទៀតទេណាអត់មានអីត្រូវប្រកែកទៀតទេដូច្នេះយើងចាំមើលលទ្ធផលប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំសង្ឃឹមថាជាឱកាសមួយដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ណាសម្រាប់ជាតិតាមរយៈយន្តការអន្តរជាតិនេះពួកខ្ញុំជឿលើយន្តការអន្តរជាតិជាងជឿលើយន្តការទ្វេភាគីណាទ្វេភាគីដូច្នេះបងប្អូនចាំមើលទាំងអស់គ្នាកុំទាន់ធ្វើសេចក្តីសន្និដ្ឋានព្រោះឃើញបងប្អូនខ្លះហ្នឹងក៏ប្រហែលបងប្អូនខ្លះជាពិសេសបងប្អូនអ្នកដែលមាននិន្នាការប្រឆាំងខ្លះហ្នឹងវាស្អប់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតពេករហូតដល់និយាយថាឥឡូវថៃលុប MOU ឆ្នាំ2001ហ្នឹងគឺថៃប្រមូលយកអស់ហើយណាថៃប្រមូលយកអស់ហើយរដ្ឋាភិបាលហ៊ុនម៉ាណែតគ្មានចៅម៉ាស៊ីនមិនមានលទ្ធភាពនៅក្នុងការការពារអីទេណាកុំទាន់ដល់ប៉ុណ្ណឹងពេកណាមានន័យថាបើយើងមិនជឿទៅលើយន្តការអន្តរជាតិហើយយើងមិនដឹងថាត្រូវទៅជឿអីទៀតទេណាមានន័យថាយើងនឹងវាឈប់ទំនាក់ទំនងឲ្យជាមួយគេទៅជាប្រទេសគ្មានអរិយធម៌ឬក៏ជាមនុស្សព្រៃអញ្ចឹងទៅប៉ុន្តែទោះបីយ៉ាងណាកុំស្អប់រហូតដល់តាន់ស្មានថាបាត់បង់ទឹកដីដោយសារតែមនុស្សដែលយើងស្អប់ណាអញ្ចឹងហើយយើងចាំមើលទៅព្រោះយន្តការនេះវាត្រូវការពេល1ឆ្នាំត្រូវការពេល1ឆ្នាំលទ្ធផលបែបណានោះវាអាស្រ័យលើបុគ្គលរៀងៗខ្លួននេះទទួលយកបានអាហ្នឹងចាំមើលទាំងអស់គ្នាឥឡូវនេះចប់រឿង MOU ឆ្នាំ2001ខ្ញុំសង្ឃឹមថាបងប្អូនអាចទទួលបាននៅចំណេះដឹងខ្លះហើយកុំទាន់លោឡាយ៉ាងហោចណាស់ក៏នៅពេលដែល MOU ឆ្នាំ2001នេះត្រូវបានលុបហើយវាចូលដល់យន្តការ UN Close ចប់ពី UN Close បើយើងមិនព្រមឬក៏ភាគីណាមិនព្រមអានឹងបន្តទៅទៀតណាលទ្ធផលបែបណានោះគឺចាំមើលចាំឥឡូវចូលមកដល់ការប្រជុំអាស៊ានលើកទី48នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីននេះជាកិច្ចចាប់ផ្ដើមខ្ញុំមើលទៅគេហៅថាជាការ
ព្រោះនៅក្នុងការប្រជុំអាស៊ានលើកទី48នេះវាមានគេហៅ side event ហ្នឹងមានន័យថាវាមានកម្មវិធីផ្សេងមួយទៀតដែលរដ្ឋាភិបាលហ្វីលីពីនហ្នឹងបានរៀបចំឲ្យភាគីថៃហើយនិងភាគីកម្ពុជាហ្នឹងមកអង្គុយទៅជែកណារហូតដល់មានសេចក្តីថ្លែងការណ៍ខ្លីទាំងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតទាំងរដ្ឋាភិបាលអនុทิនទាំងរដ្ឋាភិបាលអនុทิនប៉ុន្តែសម្រាប់ខ្ញុំការចាប់ដៃរវាងលោកហ៊ុនម៉ាណែតហើយនិងលោកអនុทิនលើកនេះនឹងវាជាការចាប់ដៃបែបคล้ายហើយបានខ្ញុំថាការចាប់ដៃលើកនេះជាការចាប់ដៃបែបคล้ายទី1ការចាប់ដៃដោយឈរលើមូលដ្ឋានមិនមានទំនុកចិត្តគ្នាទេណាមិនមានទំនុកចិត្តគ្នាទេខាងថៃក៏មិនទុកចិត្តយើងក៏លែងទុកចិត្តខាងថៃយើងក៏លែងទុកចិត្តខាងថៃចឹងហើយគ្រាន់តែចាប់ដៃថតរូបនៅក្នុងតំបន់អាស៊ាននៅក្នុងវេទិកាផអាស៊ាននៅវាគ្មានបានកាយទេណាទី1ទី2ការចាប់ដៃរបស់អនុทิននិងលោកហ៊ុនម៉ាណែតនេះគឺជាការចាប់ដៃមិនមែនឈរលើផលប្រយោជន៍ជាតិទេណាគ្រាន់តែជាយុទ្ធសាស្ត្រភាគីទាំងសងខាងទាំងលោកហ៊ុនម៉ាណែតទាំងលោកអនុทิននេះជាការប្រើយុទ្ធសាស្ត្រដើម្បីរក្សាអំណាចរៀងៗខ្លួនទេដើម្បីរក្សាអំណាចរៀងៗខ្លួនទេទាំងអនុทิនក៏ដោយទាំងលោកហ៊ុនម៉ាណែតក៏ដោយគ្មានចំហខ្លួនឯងទេបងប្អូនអនុทิនរាល់ថ្ងៃនេះអត់មានចំហខ្លួនឯងទេសំខាន់ខ្លួនឯងបានកាន់អំណាចអញ្ចឹងទៅប៉ុន្តែការសម្រេចមួយចំនួនធំជាពិសេសរឿងណាព្រំដែនក្តីរឿងធំមួយចំនួនក្តីគឺពួកអនុทิនត្រូវបានគេមើលឃើញថានៅតែជាអាយ៉ងរបស់ពួកអាវលឿងឬក៏ពួកអភិរក្សនិយមនៅឡើយជាពិសេសកងទ័ពហ្នឹងឯងអនុทิនអត់ហ៊ានប៉ះទេដោយឡែកលោកហ៊ុនម៉ាណែតក៏ដូចគ្នាដែរណាបើសិនជាក្នុងករណីដែលភាគីទាំងសងខាងនេះឈរលើយន្តការផលប្រយោជន៍ជាតិមែនមិនធ្វើឲ្យរឿងហ្នឹងវាខ្ទេចខ្ទីអញ្ចឹងទេណាហើយបើយើងមើលតែផ្នែកខាងភាគីកម្ពុជាហ្នឹងក៏មិនមែនអង្គុយចាំសុំគេចរចាឬក៏ប្រើយុទ្ធសាស្ត្រស្ងៀមមិនស្ងាត់មិនស្ងៀមអីចឹងដែរគួរតែវាមានយន្តការផ្សេងទៀតដើម្បីរក្សាបូរណភាពទឹកដីហើយសម្រាប់ខ្ញុំជាអ្នកដែលសិក្សាពីបញ្ហាអាស៊ានកន្លងមកដែរហ្នឹងគឺយើងឃើញថាយន្តការអាស៊ានហ្នឹងគ្រាន់តែជាយន្តការខ្លាកដាស់ទេប្រទេសនៅក្នុងតំបន់អាស៊ាននេះណាសសរស្តម្ភរបស់អាស៊ានទាំង3ហ្នឹងគឺអនុវត្តបានតែមួយកន្លែងណាមានផលប្រយោជន៍ប្រទេសអាស៊ានត្បល់លើកន្លែងហ្នឹងហើយបើនិយាយពីរឿងសន្តិសុខក្នុងតំបន់និយាយពីរឿងកសាងនៅទស្សនវិស័យរួមអីហ្នឹងគឺមិនសូវទេចឹងហើយបានវេទិកាអាស៊ាននេះគឺកន្លងមកយើងឃើញថាដោះស្រាយស្អីក៏មិនចេញដែរបើសិនជាអាស៊ានដោះស្រាយចេញហ្នឹងមិនបាច់ទៅពឹងរហូតដល់ដូណាល់ត្រាំឲ្យមកសម្របសម្រួលសមាជិកអាស៊ានឆ្លោះគ្នាចឹងទេចឹងហើយការផ្ដល់ក្តីសង្ឃឹមទៅលើវេទិកាអាស៊ានក្នុងការដោះស្រាយបញ្ហាប្រទេសសមាជិកហ្នឹងគ្មានទៅរួចទេហើយជាពិសេសហ្នឹងគឺអភិក្រមមួយដែលគេនិយាយជាប្រចាំហ្នឹងគឺហាមប្រទេសសមាជិកលូកលាន់កិច្ចការងារផ្ទៃក្នុងចឹងអាណាធ្វើទៅនៅក្នុងវេទិកាអាស៊ាននេះបងប្អូនបានស្ដាប់សន្ទរកថារបស់លោកណា Lawrence Wong ដែលជានាយករដ្ឋមន្ត្រីផងសិង្ហបុរីគាត់និយាយច្បាស់គាត់ថាអាស៊ានគួរតែពិចារណាទៅលើគេហៅ integration គួរតែពិចារណាទៅលើការធ្វើសមាហរណកម្មគ្នាឡើងវិញណាទី1ទី2ខ្ញុំទៅមើលសន្ទរកថារបស់គាត់បានកត់នៅក្នុងអ្វីដែលគាត់បានថ្លែងដែរជាសន្ទរកថាដែលគួរចាប់អារម្មណ៍ទៅតាណាអញ្ចេះនៅនេះបាទគាត់ប្រើពាក្យអញ្ចេះលោក Lawrence Wong អាហ្នឹងវាហើយរឿងខ្ញុំយកសន្ទរកថារបស់លោក Lawrence Wong យកមកលើកដោយសារអីវាឆ្លោះប្រចាំងពីតថភាពពិតរបស់អាស៊ានហ្នឹងមកថាវេទិកាអាស៊ាននេះជាវេទិកាមិនសូវជាបានប្រយោជន៍អីទេគ្រាន់តែជាវេទិកាសម្រាប់ណាប្រទេសនៅក្នុងតំបន់ហ្នឹងទៅសម្ដែងទៅមួយថ្ងៃពីរថ្ងៃហ្នឹងមកវិញបើសម័យមុនគេថាការប្រជុំអាស៊ាននេះគឺជាវេទិកាទៅស៊ីតរ៉េនហើយនឹងវាយកូនគោលទៅស៊ីតរ៉េនអញ្ចឹងទៅណាផឹកស្រាក្រហមអីចឹងទៅវាយកូនគោលហើយត្រឡប់មកវិញហើយវាមិនសម្រេចអីទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏រដ្ឋថាជាយន្តការតំបន់ដែលនយោបាយគេយកមកប្រើប្រាស់ក្នុងការធ្វើជាផលប្រយោជន៍រួមជាផលប្រយោជន៍នយោបាយរបស់គេដែរប៉ុន្តែសម្រាប់ខ្ញុំជាអ្នកដែលសិក្សាអំពីបញ្ហាហ្នឹងខ្ញុំថាជាវេទិកាមួយគ្មានធ្វើឲ្យបានទេ
អ្វីដែលខ្ញុំចង់លើកឡើងលោកលន់វងគាត់និយាយថា collective resilience integration and community building is a priority for ASEAN community ប្រែថាការធ្វើឲ្យមានភាពស៊ាំរួមគ្នានៅក្នុងតំបន់ការធ្វើសមារណកម្មឡើងវិញហើយនឹងការកសាងសហគមន៍រួមមួយគឺជាអត្ថិភាពរបស់សមាជិកអាស៊ាននៅក្នុងដំណាក់កាលអីនៅក្នុងដំណាក់កាល The Changing World នៅក្នុងដំណាក់កាលដែលពិភពលោកមានការផ្លាស់ប្ដូរលឿនបែបនេះហើយគាត់កំណត់សង្កត់ធ្ងន់តែពីរពាក្យទេទី1គឺ agility and resilience agility នឹងមានន័យថាប្រទេសណាដែលបត់លឿនណាដែលបត់លឿនដែលរៀនលឿនដែលបត់បែនលឿនហើយនឹងមានភាពស៊ាំខ្ពស់ប្រទេសនឹងនាំមុខគេនៅក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលរបស់ពិភពលោកទាំងយើងយកពាក្យនឹងយកមកពិនិត្យមើលថាតើកម្ពុជាបត់លឿនប៉ុណ្ណាប្រជាជនមានសមត្ថភាពនៅក្នុងការរៀនសូត្រអ្វីដែលថ្មីប៉ុណ្ណារដ្ឋាភិបាលមានភាពបត់បែនខ្ពស់ប៉ុណ្ណាខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះយើងឃើញហើយបកកែតែនិយាយទេឬស្ដីហៀកែងប៉ុន្តែការអនុវត្តនឹងដល់ហើយអានឹងបងប្អូនឃើញទាំងអស់គ្នាហើយខ្ញុំមិនចាំបាច់និយាយច្រំដែរទេមិនចាំបាច់និយាយច្រំដែរទេចឹងហើយការប្រជុំអាស៊ាននេះសម្រាប់ខ្ញុំដូចយើងឃើញហើយថាវាការចាប់ដៃរវាងលោកហ៊ុនម៉ាណែតនិងលោកអនុทิនហ្នឹងគឺគ្រាន់តែជាការសម្ដែងទេប៉ុន្តែសួរខុសឬត្រូវខ្ញុំមិននិយាយទេណាខ្ញុំមិននិយាយខុសត្រូវទេប៉ុន្តែគ្រាន់តែខ្ញុំមើលថាវាជាការសម្ដែងវាអត់មានបានកាយវាគ្មានបានសម្រេចស្អីទេត្រឡប់មកវិញវាយគ្នាទៀតមានអីជាពិសេសរឿងព្រំដែនគោករឿងព្រំដែនគោកទៅមកនឹងគ្មានអីទេកុំមករបៀបយកដីគេ40កន្លែងមកស្អីអាហ្នឹងយើងមើលរបៀបភាពឆ្លាតវៃរបស់លោកហ៊ុនម៉ាណែតយើងដឹងថាតើអាចការពារបូរណភាពទឹកដីប៉ុណ្ណាតិចច្រឡំទៅណាសុំកលុំចុះឡើងអស់ដីនឹងទៅទេប្រយ័ត្នអាហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រដូច្នេះហើយការប្រជុំអាស៊ានលើកទី48នេះក្រៅតែពីសមិទ្ធផលនៃការចាប់ដៃរវាងលោកអនុทิនជាមួយនឹងហ៊ុនម៉ាណែតហើយជាខ្ញុំរាប់ថាជាការសម្ដែងមិនមានលទ្ធផលអីពីនឹងមកទេនឹងមិនអាចយកមកធ្វើជាប្រយោជន៍អីទេវាមានរឿងដែលគួរឲ្យចាប់អារម្មណ៍តិចតួចដែលជាគេហៅថាជាលបោយនៅក្នុងការប្រជុំអាស៊ានហ្នឹងរឿងដែលខ្ញុំហួសចិត្តណាបងប្អូនរឿងដែលខ្ញុំហួសចិត្តគឺលោកហ៊ុនម៉ាណែតជាមួយនឹងក្រុមមន្ត្រីហែហមទៅប្រជុំនៅអាស៊ានហ្នឹងណាទៅនឹងគឺអញឹមអញែមទៅនឹងដូចថាជាក្រុមមន្ត្រីឬក៏ជារដ្ឋាភិបាលមួយហាក់ដូចជាគ្មានរឿងអីកើតឡើងនៅក្នុងប្រទេសសោះឬក៏ជាក្រុមរដ្ឋាភិបាលមួយដែលមើលទៅនឹងហាក់ដូចជាអត់មានខ្វល់ទឹកមុខញញឹមអត់មានខ្វល់តែខ្លួនឯងនឹងត្រូវបានគេឈ្លានពានបាត់បង់ទឹកដីអត់ទេណាវាខុសបើយើងធៀបជាមួយនឹងនាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីអ៊ុយក្រែនណាយើងមើលសេលិនស្គីមើលមន្ត្រីហែហមជាមួយនឹងសេលិនស្គីទៅជាមួយនឹងទឹកមុខមើងម៉ាត់ពំនាំដោយទុកហើយទៅសុំគេឲ្យជួយដើម្បីការពារបូរណភាពទឹកដីរបស់អ៊ុយក្រែនខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតឬនឹងក្រុមមន្ត្រីហែហមនាំគេទៅប្រជុំអាស៊ាននឹងទៅញញឹមទៅទុកមុខឲ្យញឹមជាពិសេសនៅហែហមហ្នឹងរបស់ដូចថាក្នុងចិត្តវាហ្នឹងវាអត់មានក្រៀមក្រំអីទេទៅសុបាយញឹមអញ្ចឹងទៅបានមុខបានមាត់អញ្ចឹងទៅខណៈដែលខ្លួនឯងគេយកដីអស់មកកកោកហើយអត់មានចិត្តក្រៀមក្រំអីទេណាការមន្ត្រីបែបហ្នឹងទី1ទី2មិនទាន់បានអីផងនិយាយពីបច្ចើគ្នាអត់មានបានលទ្ធផលអីទេបងប្អូនមើលសង្កេតមើលមិនទាន់បានអីផងនិយាយពីដូចឲ្យឱកាសឲ្យក្រុមពួកបច្ចេកវិទ្យាហ្នឹងគេសរសើរថាតាំងពីរៀងដើរតាំងពីដំណើរអីចឹងទៅអួតឯងពេញហ្នឹងទៅអត់ទាន់បានលទ្ធផលអីផងហ្នឹងហើយដល់ពេលអតីតនាយករដ្ឋមន្ត្រីណាដែលជាប្រធានព្រឹទ្ធសភានឹងត្រូវជាឪពុកបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហើយនឹងត្រូវជាឪធររបស់ខ្ញុំផងនេះក៏មិនណយប្រហែលដែរនៅមើលក្នុងបណ្ដាញសង្គមរបស់គាត់សិតតែស្អីណាស្អី
ណាសម្ដេចដេជោសំលេងរាជសីសម្ដេចធិបតីសំលេងសារិកាយ៉ាងណានោះយេអត់ចាញ់គ្នាមែនហ្មងកូននោះទៅមកផ្លូវទៅអួតសំខ្លាចហ្មងខ្ញុំនិយាយពីអួតអត់មានក្រែងចិត្តណាបន្តិចសោះក៏ដោយហើយអាក្រុមបច្ច័យបច្ចានោះក៏ដល់ទៅទៀតណាកំពូលហ្មងយើងមើលមកហើយយើងទៅទុកចិត្តអាម៉េចលោកអើយទុកចិត្ត